សួស្តីបងប្អូនថ្ងៃនេះយើងនឹងសិក្សាអំពីវេយ្យាករណ៍ម្ដងដែលវេយ្យាករណ៍របស់យើងថ្ងៃនេះគឺយើងនិយាយពីកាលហើយកាលបើសិនជាយើងនិយាយពីកាលគឺយើងនឹកឃើញដល់កាលទាំង12របស់យើងថ្ងៃហ្នឹងយើងនិយាយអំពី present simple ដែលជាកាលមួយនៅក្នុងចំណោមកាលទាំង12បាទហើយ present simple នេះយើងមើល simple យើងបកថាធម្មតា present យើងបកថាបច្ចុប្បន្នចឹងបូកចូលគ្នាបច្ចុប្បន្នកាលធម្មតាបើយើងនឹកដល់ឈ្មោះវាពាក្យថាបច្ចុប្បន្នកាលធម្មតាមានន័យថាកាលហ្នឹងគឺនៅពេលបច្ចុប្បន្នបាទហើយវាកើតឡើងសម្រាប់សកម្មភាពធម្មតាបាទនៅពេលដែលយើងនិយាយពីកាលគឺយើងសំដៅទៅលើពេលវេលាហើយនិងសកម្មភាពអីកើតឡើងនៅពេលណាសកម្មភាពអីកើតឡើងពេលណាហើយ present simple នេះគឺជាសកម្មភាពដែលជាធម្មតាអត់មានអីពិសេសដែលវាកើតឡើងនៅពេលណាកើតឡើងនៅពេលបច្ចុប្បន្នបាទអញ្ចឹងយើងទៅសិក្សាជាមួយនឹងចំណុចផ្សេងទៀតតាក់ទងជាមួយនឹង present simple នេះទាំងអស់គ្នាបាទដែលចំណុចបន្ទាប់នោះគឺយើងនិយាយអំពីdiagram ហ្នឹងណាហើយចំណុចទី2យើងនិយាយអំពី form បាទអីគេទៀតបាទគឺយើងនិយាយអំពី example ឧទាហរណ៍ហើយទី4នេះគឺ usage របៀបប្រើប្រាស់ចំណុចទី5និងចំណុចទី6គឺយើងនិយាយអំពី notice កំណត់សម្គាល់ហើយនិង rule ច្បាប់នៃការប្រើ present simple ហ្នឹងបាទអញ្ចឹងយើងទៅសិក្សាទាំងអស់គ្នាជាបន្តបន្ទាប់នៅចំណុចមួយឲ្យលម្អិតជាហ្នឹងបាទតោះចំណុចទី1ដំបូងគេហ្នឹងគឺ diagram បាទ diagram អញ្ចឹង diagram ដែលយើងគូសតំណាងឲ្យ present simple គឺយើងគូសរបៀបនេះបាទហើយនៅពេលដែលយើងនិយាយពីកាលគឺវាគេចបំផុតទេតាក់ទងជាមួយនឹងកាលទាំង3គឺកាលណាកាលអតីតកាលបច្ចុប្បន្នកាលអនាគតបាទ past នេះអតីត now នេះឥឡូវ future នេះអនាគតយើងគូសបកគោលនេះមានន័យថាចាត់តាំងពីអតីតកាលមកដល់អនាគតតែវាត្រូវឆ្លងកាត់បច្ចុប្បន្នមួយទៀតអញ្ចឹងបកគោលនេះតំណាងឲ្យបច្ចុប្បន្នឥឡូវហ្នឹងបាទឥឡូវហ្នឹងសម្រាប់ present simple សកម្មភាពគឺខ្ញុំតាំងដោយអសញ្ញានេះខ្ញុំដាក់ខ្វែងអញ្ចឹងមានន័យថាតាំងឲ្យសកម្មភាពដែលវាកើតឡើងអញ្ចឹងវាកើតឡើងពីអតីតកាលហ្នឹងហើយវាចេះតែកើតបន្តរហូតមកដល់ពេលបច្ចុប្បន្នអញ្ចឹងពេលបច្ចុប្បន្នហ្នឹងក៏មានសកម្មភាពហ្នឹងដែរអញ្ចឹងខ្ញុំដាក់សកម្មភាពហ្នឹងនៅចំកណ្ដាលនេះមួយទៀតបាទអញ្ចឹងវាតមកដល់ហ្នឹងហើយវាអត់ចប់ទេវាអាចបន្តទៅដល់អីគេអនាគតកាលទៀតនេះវាបន្តមកដល់អនាគតនេះបន្តមកដល់អនាគតអញ្ចឹងមានន័យថាសកម្មភាពហ្នឹងកើតឡើងតាំងពីអតីតកាលឆ្លងកាត់មកដល់បច្ចុប្បន្នហើយឆ្លងកាត់ទៅដល់អនាគតដែលគេហៅថាបច្ចុប្បន្នកាលធម្មតាវាកើតនៅក្នុងអតីតកាលដែរប៉ុន្តែមិនក៏គេមិនហៅវាថាអតីតកាលបាទអតីតកាលនោះវាមានផ្សេងបច្ចុប្បន្ននោះវាមានផ្សេងអញ្ចឹង present simple គឺតំណាងឲ្យសកម្មភាពដែលកើតឡើងពីមុនមកដល់ឥឡូវហើយបន្តទៅដល់មុខទៀតឥឡូវយើងទៅមើលឧទាហរណ៍មួយទាំងអស់គ្នាឧទាហរណ៍នេះដាក់ថាសម្បត្តិ watches television every day សម្បត្តិមើលទូរទស្សន៍ជារៀងរាល់ថ្ងៃសម្បត្តិមើលទូរទស្សន៍ជារៀងរាល់ថ្ងៃwatches នេះខ្ញុំដាក់ពណ៌លឿងគឺតំណាងឲ្យកិរិយាសព្ទអញ្ចឹងវាអត់មានអីច្រើនទេគឺវាមានទម្រង់វាលក្ខណៈរបៀបហ្នឹងសម្បត្តិមើលទូរទស្សន៍ជារៀងរាល់ថ្ងៃថ្ងៃណាក៏គាត់មើលសកម្មភាពនៃការមើលរបស់គាត់មើលតាំងពីអតីតកាលបន្តមកដល់បច្ចុប្បន្នហើយតទៅដល់អនាគតទៀតនេះយើងទៅមើលរបៀបប្រើជាទូទៅរបស់កាលនឹងទាំងអស់គ្នារបស់កាល simple present simple នឹងទាំងអស់គ្នាអញ្ចឹងខ្ញុំដាក់ថា they exist now ពួកគេមានឥឡូវមានអីគេមានថាពួកគេហ្នឹងគឺកើតឡើងឥឡូវកើតមានឡើងហើយនៅឥឡូវហ្នឹងបាទ have existed in the past ហើយបានមានហើយនៅក្នុងអតីតកាលមានន័យថាមាននៅក្នុងអតីតកាលមកដល់ឥឡូវអីគេទៀត and probably ហើយប្រហែលនឹងមាននៅក្នុងអនាគតទៀតបាទប្រហែលនឹងមាននៅថ្ងៃអនាគតទៀតអនាគតយើងអត់ដឹងថាស្អីកើតឡើងស្អីមិនកើតឡើងទេប៉ុន្តែសម្រាប់ present simple គឺទៀងតែកើតឡើង90% 99% ហើយទៅគេហ៊ាននិយាយចឹងបាទអញ្ចឹងម្ដងទៀតណា they exist now ពួកគេមានឥឡូវ have existed in the past បានមាននៅក្នុងអតីត and probably will exist in the future ហើយប្រហែលនឹងមាននៅក្នុងអនាគតមានអីគេមានសកម្មភាពហ្នឹងកើតឡើងបាទនេះយើងមកមើលលើក្រាបមានន័យថាពួកវាមាននៅឥឡូវនេះកើតឡើងឥឡូវហ្នឹងហើយបានមានហើយបានកើតឡើងហើយនៅពេលអតីត
ហើយប្រហែលនឹងនេះហើយប្រហែលនឹងកើតឡើងទៅថ្ងៃអនាគតទៀតនេះកន្លែងនេះបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់ទៀតដែលយើងនិយាយពី form នៅពេលដែលយើងនិយាយពី form គឺសំដៅទៅលើទម្រង់គឺឲ្យតែយើងនិយាយពីទម្រង់គឺវាមាន3ហើយវាមានទម្រង់ស្របដែលអង់គ្លេសគេហៅថា positive ហើយទម្រង់បដិសេធអង់គ្លេសគេហៅថា negative ហើយចំណុចចុងក្រោយនោះគឺទម្រង់សំណួរដែលភាសាអង់គ្លេសគេហៅថា question បាទតោះឥឡូវយើងមើលទម្រង់ស្របទាំងអស់គ្នាបាទទម្រង់ស្របនេះខ្ញុំដាក់ថា subject បូក verb 1 បូកជាមួយនឹង complement com នេះមកពាក្យថា complement subject បូក verb 1 បូក complement ពេលខ្លះគេប្រើ verb 0 verb អីតែខ្ញុំអត់ប្រើទេព្រោះអី verb នៅក្នុងភាសាអង់គ្លេសមាន3 verb 1 verb 2 verb 3អញ្ចឹងណាអញ្ចឹងខ្ញុំប្រើ verb 1 នេះគឺតំណាងឲ្យកិរិយាសព្ទដើមហើយ verb 2 verb ខ្ទង់ទី2ហើយ verb ខ្ទង់ទី3គឺ verb 3បាទនេះជាទម្រង់ស្របនៃ present simple បាទហើយយើងចង់បង្កើតវាទៅជាអីគេ negative បដិសេធបើបង្កើតបដិសេធកិរិយាសព្ទនេះកិរិយាសព្ទធម្មតាយើងអត់អាចថែម not លើវាបានទេធម្មតាតែបដិសេធគឺមាន not ហើយអញ្ចឹងយើងត្រូវការយកគេជួយមានន័យយកគេទៅថែម not តោះឥឡូវយើងយកអីគេអញ្ចឹងគឺយើងយក done ហើយនឹងសុំទោសយើងយក do ថែម not ទៅជា done យក does ថែម not ទៅជា doesn't អញ្ចឹងយើងបានទម្រង់អីដោយតែទម្រង់ស្របអញ្ចឹងនេះដោយទម្រង់ស្របអញ្ចឹងគ្រាន់តែយើងយក done យក doesn't មកដាក់ចំនេះទៅคล้ายទៅជាទម្រង់បដិសេធដែរអញ្ចឹងទម្រង់វាតាក់ទាញគ្នាវាទៀមទាគ្នាវាមានទំនាក់ទំនងគ្នាអញ្ចឹងនៅពេលដែលយើងបង្កើតទៅជាទម្រង់សំណួរក៏យើងត្រូវការយកគេជួយដែរបាញ់ជាក់ទម្រង់ស្របអត់ត្រូវការគេជួយទេតែសម្រាប់ទម្រង់បដិសេធហើយនឹងទម្រង់សំណួរគឺយើងត្រូវការយកគេជួយអញ្ចឹងយើងយកជួយដោយតាលើនឹងដែរយើងយក do ហើយនឹងយក does នឹងមកដែរគ្រាន់តែយើងអត់ថែម not អញ្ចឹងយើងបានអីគេយើងបាន do does បូកជាមួយនឹង subject បូក verb 1បូកជាមួយ complement ហើយដាក់សញ្ញាសួរមកចប់បានទម្រង់សំណួរមួយស្រេចនេះជាទម្រង់ទាំង3នៃទម្រង់ present simple បាទឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាហើយឧទាហរណ៍សម្រាប់ឧទាហរណ៍ទី1គឺខ្ញុំនិយាយរៀងច្រើនបន្តិចបាទឥឡូវយើងមើលទាំងអស់គ្នាខ្ញុំដាក់ថាលេខ1 I play football every weekend ខ្ញុំលេងបាល់ទាត់រាល់ចុងសប្តាហ៍មានន័យថាចុងសប្តាហ៍មួយមានន័យថាមួយចុងសប្តាហ៍ម្ដងអញ្ចឹងខ្ញុំប្រើពាក្យ every នេះរាល់មានន័យថាម្ដងចុងសប្តាហ៍ម្ដងចុងសប្តាហ៍ម្ដងទៀតអត់មានថា every មិនក៏ weekend អត់មានអត់ទេអានេះគេសំដៅទៅលើមួយសប្តាហ៍ម្ដង I play football every weekend ខ្ញុំលេងបាល់ទាត់រាល់ចុងសប្តាហ៍អញ្ចឹងអាពាក្យ play នេះគឺជាកិរិយាសព្ទបាទជាកិរិយាសព្ទខ្ញុំដាក់ពណ៌លឿងចំណាំណាទម្រង់ស្របឥឡូវយើងទៅមើលទម្រង់បដិសេធទាំងអស់គ្នាទម្រង់បដិសេធនៅពេលដែលបដិសេធយើងត្រូវការយកគេជួយយើងគិតថាចំយកគេជួយមិញមាន2អញ្ចឹងយើងត្រូវយកអីគេមកបាទយើងត្រូវយក done មូលហេតុអីដែលយើងយក done ដោយសារតែយើងប្រើប្រធាន I បើ he she it យើងប្រើ doesn't បាទអញ្ចឹង I will you day យើងប្រើ done I don't play football every weekend ខ្ញុំអត់លេងបាល់ទាត់ទេរាល់ចុងសប្តាហ៍នៅក្នុងនេះបើយើងគិតទៅវាមានកិរិយាសព្ទ2 do នេះគឺជាកិរិយាសព្ទជំនួយដែលយើងសរសេរជាទម្រង់កាត់ទៅជា done ថែម not អញ្ចឹង do នេះជាកិរិយាសព្ទជំនួយដើម្បីបង្កើតទម្រង់បដិសេធហើយ play នេះគឺកិរិយាសព្ទសំខាន់នៅក្នុងល្បះហ្នឹងបាទអញ្ចឹងអានេះកិរិយាសព្ទ main verb អានេះគេហៅថាកិរិយាសព្ទជំនួយបាទឥឡូវយើងទៅមើលមួយទៀតនៅពេលដែលយើងបង្កើតទៅជាទម្រង់សំណួរបាទនៅពេលដែលយើងបង្កើតទៅជាទម្រង់សំណួរគឺយើងត្រូវយកអា do នេះដាក់នៅពីមុខសរសេរជាអក្សរធំទៅជាអី Do I play football every weekend តើខ្ញុំលេងបាល់ទាត់ឬរាល់ចុងសប្តាហ៍បាទអានេះជាប្រភេទសំណួរ yes no question ដោយសារតែវាអត់មាន WH word នៅពីមុខ WH word នៅពីមុខទើបគេហៅថា WH question យើងទៅឆ្លើយអាសំណួរនឹងទាំងអស់គ្នានៅពេលដែលយើងឆ្លើយគឺយើងឆ្លើយមានអីគេនៅពេលដែលយើងឆ្លើយគឺយើងឆ្លើយមានyes មាន no បាទអញ្ចឹងបើយើង yes I do បាទខ្ញុំលេងទៅពេលយើងនិយាយ no I don't ទេខ្ញុំអត់លេងទេបាទប៉ុណ្ណឹងតោះឥឡូវយើងទៅមួយទៀតអានេះគឺអីគេអានេះគឺ WH question
យើងធម្មតាយើងរៀនតែទម្រង់ទាំង3នៃ present simple ទេប៉ុន្តែខ្ញុំចង់បញ្ជ្រាបឲ្យស្គាល់មួយទៀតតាក់ទងជាមួយនឹង WH question ដោយសារវាងាយនឹងយល់វាតាក់ទងគ្នាអញ្ចឹងយើងថែមបន្តិចទៅយើងអាចយល់បានមួយទៀត WH question នេះគឺយើងបង្កើតវាបានដោយសារតែយើងយកអា WH word នេះទៅថែមនៅពីមុខ yes no question ថែមនៅពីមុខ yes no question មកបាន WH question ហើយអាពាក្យនេះតែមួយគេហៅWH word WH word វាមានច្រើនវាមាន what where which how who whom អីចឹងណាអាហ្នឹង WH word អញ្ចឹង WH word នៅពេលដែលយើងបូកជាមួយ yes no question អាមួយខ្សែទាំងអស់នេះគេហៅ WH question វិញបាទម្ដងទៀត WH word តានេះឯងតែបើ WH question មានន័យថាទាំងអស់នេះឃើញអត់ស្អីគេ WH word WH word ពាក្យដែលវាផ្ដើមទៅដល់ W ហើយនឹងអក្សរ H បាទអាហ្នឹងហើយនៅពេលដែលយើងឆ្លើយវាមិនយើងអត់ឆ្លើយ yes ឆ្លើយ no ដូចអានេះទេសំណួរមាន yes no question ហើយ WH question ចា yes no question យើងឆ្លើយមាន yes មាន no អា WH question យើងអត់មាន yes មាន no ទេយើងឆ្លើយបានឧទាហរណ៍ថាយើងឆ្លើយថា yes I play football every weekend វាត្រូវហើយតែវាខុស logical យើងស្ដាប់បានអញ្ចឹងឥឡូវយើងនិយាយថា I play football every weekend ជាចម្លើយរបស់ WH question ហើយបាទខ្ញុំលេងបាល់ទាត់រាល់ចុងសប្តាហ៍ទី2បាទឧទាហរណ៍ទី2ដោយសារតែឧទាហរណ៍ទី1យើងនិយាយបានច្រើនហើយអញ្ចឹងឧទាហរណ៍ទី2នេះខ្ញុំគ្រាន់តែធ្វើការអានហើយនឹងបកប្រែឲ្យទេអញ្ចឹងលំនាំទម្រង់អីវាដូចតែជាមួយនឹងអាទី1នឹងដែរ You have a big house អ្នកមានផ្ទះធំមួយទៅជាសំណួរ You don't have a big house អ្នកឯងអត់មានផ្ទះធំមួយទេសំទោសទៅជាសំណួរទៅជាបដិសេធបាទទៅជាបដិសេធអ្នកឯងអត់មានផ្ទះធំមួយទេទៅជាសំណួរ Do you have a big house តើអ្នកឯងមានផ្ទះមួយឬមានផ្ទះធំមួយឬអញ្ចឹងនៅពេលដែលឆ្លើយយើងឆ្លើយថាអីយើងឆ្លើយថា Yes I do បាទខ្ញុំមាននៅពេលដែល No I don't ទេខ្ញុំអត់មានទេបើកើតទៅជា WA question អញ្ចឹងខ្ញុំយក what មកដាក់នៅមុខនេះដែលយើងលុបពាក្យហៅចេញហ្នឹង What do you have តើអ្នកមានអីអញ្ចឹងនៅពេលដែលឆ្លើយ I have a big house ខ្ញុំមានផ្ទះធំមួយឃើញអត់ខ្ញុំមានផ្ទះធំមួយចូលទៅដល់ទី3 She studies German on Monday នាងសិក្សាភាសាអាល្លឺម៉ង់នៅថ្ងៃច័ន្ទរៀនភាសាអាល្លឺម៉ង់នៅថ្ងៃច័ន្ទអញ្ចឹងពាក្យថ្ងៃគឺយើងប្រើធ្នាក់ preposition ហ្នឹងគឺប្រើ on ណាអត់ប្រើ in ឬក៏ at ទេ in Monday at Monday no យើងប្រើថា on Monday កន្លែងហ្នឹងនេះជាកិរិយាសព្ទបាទនេះជាកិរិយាសព្ទចូលដល់ចំណុចទី3នេះគឺប្រធានដូរអត់មាន I អត់មាន you ទេអញ្ចឹងប្រធានគឺ C អញ្ចឹងយើងត្រូវគិតថាយើងយក don't ឬក៏យក doesn't មកប្រើនៅពេលដែលយើងបង្កើតទៅជាទម្រង់បដិសេធអញ្ចឹងយើងយក doesn't អញ្ចឹង she doesn't study German on Monday ហើយនៅពេលដែលប្រើអញ្ចេះនេះមើលការខុសគ្នាយើងប្រើកន្លែងនេះវាមានច្បាប់មួយថាកិរិយាសព្ទហ្នឹងប្រើមួយ C គឺយើងត្រូវថែម S តែដោយសារ study បញ្ចប់ដោយ y យើងត្រូវដូរ y ទៅជា I ហើយថែម es អញ្ចឹងនៅពេលដែលយើងយកគេជួយអាកិរិយាសព្ទនេះក៏វិលទៅកិរិយាសព្ទដើមវិញដែរយកគេមកជួយទុកឲ្យគេជួយទៅយើងសម្រាកវិញម្ដងអញ្ចឹងមានន័យវិលទៅជា base form វិញវិលទៅជាទម្រង់ដើមវិញដូចឡើងនេះតោះឥឡូវយើងទៅមើលបដិសេធនេះបដិសេធទៅមើលសំណួរDoes she study German on Monday បាទតើនាងរៀនភាសាអាល្លឺម៉ង់ឬនៅថ្ងៃនៅថ្ងៃច័ន្ទនៅពេលដែលបង្កើតទៅជាទម្រង់សំណួរយក does មកជួយអានេះក៏ត្រូវវិលទៅ verb ដើមវិញដែរបាទតោះឥឡូវយើងឆ្លើយ yes អី yes she does no she doesn't បាទទេនាងអត់រៀនទេសំទោស yes she does បាទនាងរៀន no she doesn't ទេនាងអត់រៀនទេចំណុចមួយទៀត what does she study on Monday នៅពេលដែលយើងបង្កើតទៅជា WH question តើនាងរៀនអីនៅថ្ងៃច័ន្ទអញ្ចឹងចម្លើយនេះចម្លើយអីគេទៅ She studies German on Monday នាងរៀនភាសាអាល្លឺម៉ង់នៅថ្ងៃច័ន្ទបាទនាងរៀនភាសាអាល្លឺម៉ង់នៅថ្ងៃច័ន្ទចំណុចទី4 we see them every week យើងឃើញពួកគេរាល់សប្តាហ៍យើងឃើញពួកគេរាល់សប្តាហ៍
Lợi dương từ mơ bạn decide we don't see them every week យើងអត់ឃើញពួកគេទេរាល់ចុងសប្តាហ៍សុំទោសរាល់សប្តាហ៍យើងអត់ឃើញពួកគេទេរាល់សប្តាហ៍ចូលទៅដល់ចំណុចទី3 do we see them every week តើយើងឃើញពួកគេរាល់សប្តាហ៍ឬតោះអញ្ចឹងយើងឆ្លើយ yes yes អីគេ yes we do បាទយើងឃើញចុះដល់ពេល no no we don't ទេយើងអត់ឃើញទេអានេះគឺជាទម្រង់ WA question ដែលយើងប្រើ when ម្ដង WA question អញ្ចឹងយើងយកអា WA នេះដាក់នៅពីមុខអា yes no question មកតែនៅពេលដែលយើងសួរ when យើងត្រូវលុបអានេះចោលព្រោះឲ្យយើងធ្វើជាឧទាហរណ៍មានន័យថាយើងដឹងហើយថារាល់ចុងសប្តាហ៍អញ្ចឹងយើងចង់បង្កើតយើងលុបអានឹងចេញមិនយើងដាក់ when កើតបាទតោះឥឡូវយើងសួរ when do we see them តើពួកយើងឃើញពួកគេនៅពេលណាតើពួកយើងឃើញពួកគេនៅពេលណាអញ្ចឹងចម្លើយនេះ we see them every week យើង we see them we see them every week យើងឃើញពួកគេរាល់សប្តាហ៍បាទចូលទៅដល់របៀបប្រើម្ដងបាទរបៀបប្រើនេះគឺ usage របៀបប្រើខ្ញុំដាក់ថា the habit or permanent action habit នេះគឺទម្លាប់ permanent action សកម្មភាពអចិន្ត្រៃយ៍ the habit ទម្លាប់ or នេះឬសកម្មភាពអចិន្ត្រៃយ៍មានន័យសកម្មភាពដែលវាកើតឡើងតែងតែកើតឡើងចឹងហើយវាមានអីប្លែកទេវាចឹងហើយបាទសកម្មភាពដែលកើតឡើងអចិន្ត្រៃយ៍តោះឥឡូវយើងទៅមើលអីគេទៅឧទាហរណ៍កន្លែងនេះគឺយើងដាក់ថា it usually rain every day here it usually rains every day here វាជាធម្មតាភ្លៀងជារៀងរាល់ថ្ងៃនៅទីនេះមានន័យថាជាទម្លាប់ទៅហើយមានន័យថាវាអចិន្ត្រៃយ៍ទៅហើយដែលវាភ្លៀងនៅទីនេះមួយទៀត I always get up at 5 o'clock every morning ខ្ញុំតែងតែក្រោកពីដេកនៅម៉ោង5គត់រាល់ព្រឹកបាទអញ្ចឹងមានន័យថាវាជាទម្លាប់ទៅហើយវាអចិន្ត្រៃយ៍ទៅហើយដែលខ្ញុំក្រោកពីដេករាល់ព្រឹកហ្នឹងសំទោសនៅម៉ោង5រាល់ព្រឹកហ្នឹងបាទ get up ក្រោកពីដេកចូលទៅដល់មួយទៀត he often goes out at night with his friends គាត់ជារឿយទៅក្រៅនៅពេលយប់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់មានន័យថាជាទម្លាប់របស់ហើយជាទម្លាប់ទៅហើយជាអចិន្ត្រៃយ៍ទៅហើយដែលគាត់ទៅក្រៅនៅពេលយប់ហ្នឹងមួយមិត្តភ័ក្តិរបស់គាត់បាទវាអត់មានអីពិសេសតោះឥឡូវកន្លែងនេះកត់សម្គាល់មួយទៀតយើងឃើញឯ rain មានពាក្យ get មានពាក្យ goes អានេះជាកិច្ចសព្ទហើយអានេះខ្ញុំប្រើ usually ប្រើ always ប្រើ often អានឹងគេហៅប្រភេទ adverb of frequency ដែលទៅ slide បន្ទាប់ទៀតយើងនឹងបញ្យល់បកស្រាយតាក់ទងមកពាក្យនឹងទាំងអស់គ្នាហេតុអីក៏យើងប្រើនៅចំណុចហ្នឹងអញ្ចឹងណាហើយអាចចំណុចអស់ហ្នឹងគឺយើង adverb of frequency ហ្នឹងគឺយើងប្រើជាមួយនឹងកាល present simple គឺត្រូវគ្នាមកបាទត្រូវគ្នាមានន័យថាគ្នាត្រូវប្រើអញ្ចឹងតោះឥឡូវយើងទៅមើលរបៀបប្រើប្រាស់ទី2 usage the fact which is true for a long time ការពិតដែលវាពិតរយៈពេលយូរមានន័យថាវាមិនពិតរហូតទេតែវាពិតយូរឥឡូវយើងទៅមើលទាំងអស់គ្នាឧទាហរណ៍ខ្ញុំដាក់ថា we go to the gym club together យើងទៅកាន់ក្លឹបហាត់ប្រាណនេះរួមគ្នាឬក៏ជាមួយគ្នាមានថាពិតហើយដែលគាត់ទៅនឹងរួមគ្នាហ្នឹងគាត់ទៅហោហាយយូរហើយហាត់ប្រាណឡើងយូរអញ្ចឹងណាតោះ she works as an accountant in a company នាងធ្វើការជាគណនេយ្យនៅឯធនាគារមួយ company សំទោសក្រុមហ៊ុនមួយនៅក្រុមហ៊ុនមួយមានន័យថានាងនឹងធ្វើនឹងយូរហើយបាទជាការងាររបស់នាងតោះទៅមួយទៀតthey live with their parents in a house ពួកគេរស់នៅជាមួយនឹងឪពុកម្ដាយរបស់ពួកគេនៅក្នុងផ្ទះមួយអញ្ចឹងពួកគេនឹងរស់នៅជាមួយឪពុកម្ដាយរបស់ពួកគេនឹងក្នុងផ្ទះហ្នឹងយូរវានៅជាការពិតហើយពិតហ្នឹងវារយៈពេលយូរបាទគាត់មិនរស់នៅរហូតទេគាត់នៅវាយូរទី3 the fact which is true forever មានន័យថាការពិតដែលវាពិតជារៀងរហូតស្អីទៅដែលពិតជារៀងរហូតនោះឥឡូវយើងទៅមើលទាំងអស់គ្នាឧទាហរណ៍អីគេនឹកហូរមើលមួយមុនមើល
បាទឧទាហរណ៍របស់យើងគឺ The sun rises at the east ព្រះអាទិត្យគឺរះនៅទិសខាងកើតអញ្ចឹងមានន័យវាពិតអត់មានអីមកប្រែប្រួលបានទេអត់ដឹងថាថ្ងៃនេះរះនៅលិចអូអត់ចង់ទេរះនៅជើងឬក៏បូងម្ដង no ព្រះអាទិត្យរះនៅទិសខាងលិចសំទោសព្រះអាទិត្យរះនៅទិសខាងកើតគឺជាការពិតដែលវាពិតជារៀងរហូតចំណុចដែលពិតរៀងរហូតមួយទៀតដែលมันអាចមានអ្នកកែប្រែបានគឺ the earth move around the sun ផែនដីគឺវិលជុំវិញព្រះអាទិត្យបាទផែនដីវិលជុំវិញព្រះអាទិត្យពិតរហូតអត់មានផែនដីវិលហត់ឲ្យព្រះអាទិត្យវិលជុំវិញផែនដីវិញម្ដងអត់បានទេបាទចំណុចទី3ភ្នំ Penh is the city of Cambodia ភ្នំពេញគឺជាទីក្រុងនៃប្រទេសកម្ពុជាបាទពិតរហូតចំណុចទី4នៃការប្រើប្រាស់របស់ present simple គឺសំដៅទៅលើអី The future action based on schedule or timetable មានន័យថាសកម្មភាពអនាគតដែលវាដាក់នៅលើ schedule នេះការភាគឬក៏ timetable នេះក៏ការភាគដែរបាទតោះឥឡូវយើងទៅមើលអីគេបញ្ជាក់សកម្មភាពអនាគតយើងនិយាយនៅកន្លែងចំណុចនេះគឺយើងកត់សម្គាល់ទៅលើពាក្យមួយថា future action សកម្មភាពអនាគតអញ្ចឹងមានន័យថាវាអត់ទាន់កើតឡើងទេមែនអត់ហើយបើវាអត់ទាន់កើតឡើងទេយើងត្រូវបកថាម៉េចយើងមើលទម្រង់របស់វាយើងសរសេរជាទម្រង់ present simple តែយើងអត់អាចបកតាម present simple ទេយើងត្រូវប្រើពាក្យមួយថានឹងអញ្ចឹង the bus leave at 8 o'clock the bus leaves at 8 o'clock យើងត្រូវបកថាឡានក្រុងចាក់ចេញនៅម៉ោង8គត់បាទយើងមើលមួយទៀត The flight arrives at 6 o'clock pm ជើងហោះហើរគឺមកដល់នៅម៉ោង6 pm pm នេះគឺយើងសំដៅទៅលើម៉ោង6អីគេគឺ6ល្ងាចមិនមែន1ព្រឹកទេណាយើងដាក់am អាហ្នឹង6នេះវិញហើយ6ព្រឹកវិញហើយមិនមែន6ល្ងាចទេអញ្ចឹងយើងបកថាជើងហោះហើរនឹងមកដល់នេះយើងប្រើពាក្យថានឹងមកដល់អញ្ចឹងមានន័យថាអត់ទាន់មកដល់ទេអានេះទី1ទី2ទី3តោះទី3 The museum closes at 5 o'clock សារមន្ទីរនឹងបិទនៅម៉ោង5គត់បាទនឹងបិទនៅម៉ោង5គត់អញ្ចឹងរាល់ឡានក្រុងឬក៏ជើងហោះហើរឬក៏តេះភ្លើងឬក៏ museum អីហ្នឹងឬក៏អីផ្សេងដែលសុទ្ធតែជាមានម៉ោងកំណត់ឬក៏ដែលគេដាក់អីហើយជាកម្រងហើយដូចជាការវិភាគអីដាក់នៅឲ្យយើងមើលឲ្យដឹងហ្នឹងគឺយើងត្រូវតែបកថានឹងទាំងអស់បាទបកថានឹងតោះចំណុចទី5 the future action in time clause offer conditional ទៀតហើយ future action មានន័យថាសកម្មភាពអនាគតនៅក្នុង time clause ឬក៏ first conditional time clause មានន័យថា clear ពេលឬក៏ first conditional លក្ខខណ្ឌទី1បើសិនជាយើងអត់ដែលស្គាល់ time clause ឬក៏អត់ដែលស្គាល់ first conditional ទេយើងគ្រាន់តែមើលពីនេះសិនទៅមើលអីគេមើលថាយើងមើល time clause អញ្ចឹងនេះ when I finish the dishes I'll help you with your homework នៅពេលដែលខ្ញុំបញ្ចប់ការលាងចាននេះនៅពេលដែលខ្ញុំបញ្ចប់ចានមានន័យថាបញ្ចប់ការលាងចានហ្នឹងខ្ញុំនឹងជួយអ្នកជាមួយនឹងកិច្ចការផ្ទះរបស់អ្នកអញ្ចឹងយើងអត់ទាន់ស្គាល់បើសិនជាយើងអត់ទាន់ស្គាល់ time clause ទេយើងមើលអញ្ចេះ time clause ឃើញទេ time clause គឺវាមានពាក្យ when ដែលបញ្ជាក់ពីពេលវេលាហើយយើងមើលនេះមួយទៀតមើល present simple អញ្ចឹងអានេះទម្រង់ present simple ហ្នឹងគឺវាត្រូវបានប្រើនៅក្នុង time clause ដែរគេចង់បញ្ជាក់ថាអញ្ចឹងណាគេចង់បញ្ជាក់ថានៅពេលដែលយើងប្រើក្នុង time clause គឺសកម្មភាពហ្នឹងអត់ទាន់កើតឡើងទេ when I finish the dish ពេលដែលខ្ញុំបញ្ចប់ការលាងចានហ្នឹងសួរថាលាងហើយនៅទេបាទអត់ទាន់លាងហើយទេអញ្ចឹងជាសកម្មភាពអនាគតចប់នៅពេលអនាគតទើបគេប្រើពាក្យទើបគេប្រើទម្រង់ present simple ហ្នឹងហើយខ្ញុំដាក់ថា time clause អញ្ចឹង clear មួយហ្នឹង time clause ខ្លាចយើងមើលអត់ដឹងថាអាណា time clause អាណា first conditional ទើបខ្ញុំដាក់វងកញ្ចក់ពីមុខអញ្ចឹងចំណុចនេះខ្ញុំដាក់ថា first conditional អញ្ចឹងយើងដឹងហើយ first conditional if you do not win scholarship your father will be very sad ប្រសិនបើអ្នកឯងមិនឈ្នះអាហារូបករណ៍ទេឪពុករបស់អ្នកនឹងក្រៀមក្រំខ្លាំងអញ្ចឹងនេះជាទម្រង់ first conditional លក្ខខណ្ឌទី
លក្ខខណ្ឌវាមាន4បើសិនជាយើងរាប់ទាំងមិនទៀតអាហ្នឹងវាមាន5ណា4ហ្នឹងវាមាន0 conditional first conditional second conditional third conditional តោះឡើយយើងបកហើយមិញប្រសិនបើអ្នកមិនឈ្នះឃើញអត់អាហារូបករណ៍អញ្ចឹងអា clear មួយនេះ you do not win scholarship នេះជាទម្រង់ present simple តាតែវាជាទម្រង់បដិសេធបាទអញ្ចឹងបញ្ជាក់សរុបមកវិញនៅក្នុង time clause នៅក្នុង first conditional សកម្មភាពគឺសំដៅទៅលើអនាគតនឹងមិនចប់មានន័យថាអត់ទាន់ចប់ទេអាការចប់ហ្នឹងគឺវានៅមុខអញ្ចឹងអនាគតអឺប្រសិនមកអ្នកមិនឈ្នះអាហារូបករណ៍មានន័យថាអត់ទាន់ដឹងថាឈ្នះឬក៏ចាញ់ទេអត់ទាន់ដឹងថាឈ្នះហើយណាឬក៏ចាញ់ទេតែគេនិយាយទុកមុនប្រសិនបើអ្នកមិនឈ្នះអាហារូបករណ៍អញ្ចឹងអត់ទាន់ដឹងទេមួយទៀតចូលទៅដល់ចំណុចទី6ការប្រើប្រាស់នៅចំណុចទី6 present event មានន័យថាព្រឹត្តិការណ៍នៅពេលបច្ចុប្បន្ន action សកម្មភាពនៅពេលបច្ចុប្បន្នអញ្ចឹងព្រឹត្តិការណ៍ហ្នឹងគឺកើតឡើងនៅពេលបច្ចុប្បន្នព្រឹត្តិការណ៍ហ្នឹងគឺកើតឡើងនៅពេលបច្ចុប្បន្នហើយសកម្មភាពហ្នឹងក៏កើតឡើងនៅពេលបច្ចុប្បន្នដែរឬក៏ speak act បាទ speak act សកម្មភាពដែលអីគេ speak act speak ហ្នឹងគឺយើងបកថាសន្ទរកថាហើយ act ហ្នឹងសកម្មភាពសកម្មភាពមិនអត់យល់បើពាក្យពីរហ្នឹង speak act មានន័យថាសកម្មភាពដែលយើងធ្វើមានន័យយើងនិយាយពេលហ្នឹងយើងធ្វើពេលហ្នឹងបាទ speak act ហ្នឹងបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នាម្ដងទៀតណាevent នេះយើងបកថាព្រឹត្តិការណ៍ action នេះគឺសកម្មភាព present event មានន័យព្រឹត្តិការណ៍ពេលបច្ចុប្បន្នpresent action មានសកម្មភាពពេលបច្ចុប្បន្នដូចតែគ្នាទេ speak act សកម្មភាពដែលយើងធ្វើពេលហ្នឹងនិយាយពេលហ្នឹងធ្វើពេលហ្នឹងបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នាឧទាហរណ៍អីគេឧទាហរណ៍ថា she enjoy playing the piano នាងរីករាយជាមួយនឹងការលេង piano អាហ្នឹងសំដៅលើអីគេ present event ព្រឹត្តិការណ៍នៅពេលបច្ចុប្បន្នឃើញអត់ព្រឹត្តិការណ៍នៅពេលបច្ចុប្បន្នមួយទៀត please pass the salt សុំហុចអំបិលមក pass នេះឆ្លងកាត់ឬក៏ហុចតែយើងអត់បកថាសុំឆ្លងកាត់អំបិលនៅឆ្លងកាត់អំបិលមិនសុំហុចអំបិលមកអញ្ចឹងអាហ្នឹង speak អីនិយាយពេលហ្នឹងធ្វើពេលហ្នឹងឃើញពេលហ្នឹងបាទចូលដល់ចំណុចមួយទៀត get out of here ចេញក្រៅនេះទៅចេញក្រៅពីទីនេះទៅអញ្ចឹង speak អីហើយបាទ speak age នេះហើយជាចំណុចចុងក្រោយនៃការប្រើប្រាស់របស់ present simple បាទ using របៀបប្រើប្រាស់ឥឡូវយើងទៅមើលកំណត់សម្គាល់មួយចំនួននេះជាកំណត់សម្គាល់នេះគឺយើងយើងអីគេខ្ញុំសូមបកប្រែកន្លែងនេះឲ្យណា adverb of frequency with present simple to express how often something happen នេះបកគុណកិរិយានៃ phrase កង់ឬក៏លំដាប់ជាមួយនឹងបច្ចុប្បន្នកាលធម្មតាដើម្បីបញ្ជាក់អីគេបញ្ជាក់ស្អីមួយកើតឡើងញឹកញាប់ប៉ុណ្ណាបញ្ជាក់ថាស្អីមួយកើតឡើងនៅញឹកញាប់ប៉ុណ្ណាតោះឥឡូវយើងមើលទាំងអស់គ្នាកន្លែងនេះយើងរាយមានដាក់100មានដាក់9មានដាក់8 7 50 30 10 5 0អីចឹងណាអញ្ចឹងឧទាហរណ៍ថាពាក្យ always នេះវា100%អញ្ចឹងខ្ញុំដាក់ថា she always goes to the night club នាងតែងតែទៅក្លឹបរាត្រីអញ្ចឹងពាក្យ always នៅពេលដែលយើងប្រើ always មានន័យថាទៅហ្នឹងគឺ100% usually យើងបកថាធម្មតា they usually quarrel ពួកគេជាធម្មតាគឺឆ្លោះគ្នាអញ្ចឹង usually នេះមានន័យថាអាការឆ្លោះហ្នឹងខ្ទង់ 90% ហើយមួយថ្ងៃតែ10ថ្ងៃអញ្ចឹងមិនមែនទាំង10ទេ10ថ្ងៃអញ្ចឹងមាន9ថ្ងៃដែលឆ្លោះគ្នា normally ជាធម្មតាអញ្ចឹងកម្រិតពាក្យ normally នេះត្រឹម 80% សម្រាប់សកម្មភាពដែលអាចកើតឡើងបាន I normally go to the gym ខ្ញុំជាធម្មតាទៅកាន់ក្លឹបហាត់ប្រាណ gym ហ្នឹងកន្លែងហាត់ប្រាណអញ្ចឹងបើសិនជា10ថ្ងៃយើងគិតថា10ថ្ងៃគឺគាត់ទៅ8ថ្ងៃហើយអញ្ចឹងណា
often ជារឿយៗ often ជារឿយៗដែល often go out for dinner ពួកគេជារឿយៗទៅក្រៅសម្រាប់អាហារពេលល្ងាចអញ្ចឹងឧទាហរណ៍ថា10ថ្ងៃគាត់ទៅហើយ7ថ្ងៃអញ្ចឹងសកម្មភាពគាត់ញឹកបាន7ថ្ងៃអញ្ចឹង often ជារឿយៗពេលនេះយើងអាន often ក៏បានយើងអាន often ក៏បានបាទអត់អីទេ sometimes ជួនកាលបាទជួនកាល she sometimes go with her husband នាងជួនកាលទៅជាមួយនឹងប្តីរបស់នាងបាទខ្ញុំដាក់ពណ៌លឿងនេះគឺសំដៅលើចំណាំថានឹងជាកិរិយាសព្ទសូមបញ្ជាក់ម្ដងទៀត occasionally ជាចៃដន្យឬក៏ម្ដងម្កាលក៏បានដែរណា we occasionally eat junk food យើងហូបអាហារដែលហូប junk food ម្ដងម្កាល junk food សំដៅលើអាហារដែលវាអត់ផ្ដល់សារធាតុចិញ្ចឹមអញ្ចឹងអាហារដែលយើងហូបលេងហ្នឹងនិយាយខ្លះអាហារអត់ប្រយោជន៍គ្រាន់តែហូបម្ដងមាត់តោះ seldom កម្រ I seldom read newspaper ខ្ញុំកម្រអានកាសែតមានន័យថា10ថ្ងៃអីចឹងទៅគេថា10ថ្ងៃមួយថ្ងៃអីចឹងអានតោះចឹងអានឹងត្រឹម10% hardly ever hardly ever នឹងកំបកថាកម្រដែរកម្រហ្នឹងគឺកម្រជាង seldom នឹងទៀតឲ្យគេប្រើថា hardly ever ហើយI hardly ever drink alcohol ខ្ញុំកម្រផឹកស្រាមានន័យថា10ថ្ងៃចឹងផឹកបន្តិចចឹងទៅបាទមិនមែនផឹកនេះទេ never មិនដែលសុទ្ធទេបើដាក់ never ដឹងអត់សុទ្ធឧទាហរណ៍ថា he never go to the cinema គាត់អត់ដែលទៅរោងកុនទេបាទចុះបើយើងដាក់ថា he always go to the cinema គាត់តែងតែទៅរោងកុនទៅចឹងវិញណានេះគឺជា adverb of frequency ដែលយើងប្រើជាមួយនឹង present simple មានន័យថាយើងប្រើគេពេញនិយមប្រើគេត្រូវប្រើមានន័យថាយើងប្រើវាជាមួយនឹង present simple ដើម្បីបញ្ជាក់អំពីកម្រិតនៃសកម្មភាពដែលវាកើតឡើងហ្នឹងណាបាទអាហ្នឹងគឺគេត្រូវប្រើមួយ present simple ទើបខ្ញុំយកមកដាក់ជាកំណត់សម្គាល់ដាក់ថា notice កំណត់សម្គាល់ឲ្យកំណត់សម្គាល់មួយទៀតយើងចំណាំមើលមួយទៀតតាក់ទងជាមួយនឹង subject pronoun subject យើងបកថាប្រធាន pronoun យើងបកថាសព្វនាមបូកចូលគ្នាសព្វនាមប្រធានពាក្យថាសព្វនាមគឺយើងប្រើសម្រាប់ជំនួសនាមមានន័យថាយើងអត់ចង់ប្រើនាមឲ្យវាសាំតប៉ែឡែលោតច្រើនដងគឺយើងប្រើសព្វនាមជំនួសដើម្បីធ្វើឲ្យល្បះឬក៏ឃ្លោងឃ្លាការនិយាយពាក្យពេចន៍របស់យើងនឹងកាន់តែព្រោះភាសាអត់ច្រំដែលបាទអញ្ចឹង subject pronoun សព្វនាមប្រធានបាទសព្វនាមប្រធានមានន័យពាក្យដែលប្រើជំនួសនាមហើយប្រើជាប្រធានទៀតឥឡូវមានអីគេខ្លះតែនឹកដល់ subject pronoun គឺមាន7ហ្នឹងកុំភ្លេចឲ្យសោះ I will you day he see it បាទតោះអញ្ចឹងបើសិនជាយើងនិយាយទៅវាត្រូវបែងចែកជា2សំខាន់នៅពេលដែលយើងប្រើ I will you day គឺយើងប្រើមួយ do ហើយ he see it គឺយើងប្រើជាមួយនឹងអីគេ does បាទ do ហើយនឹង does អានេះយើងប្រើ do មួយប្រធានរបៀបនេះដើម្បីបង្កើតទៅជាអីគេសំណួរណាហើយយើងប្រើ does សម្រាប់ប្រធាននេះនៅពេលដែលយើងបង្កើតទៅជាសំណួរដែរដល់ពេលយើងបង្កើតទៅជាទម្រង់បដិសេធត្រូវមាន not do not ដល់ពេលទម្រង់កាត់ don't ដល់នេះអញ្ចឹងdoes not ដល់ពេលទម្រង់កាត់ doesn't ឃើញអត់អញ្ចឹងឲ្យតែប្រធាន he see it បង្កើតសំណួរប្រើ does ហើយនឹង doesn't ឲ្យតែប្រធាន I will you day បង្កើតសំណួរ do បង្កើតបដិសេធ don't បាទមានប៉ុណ្្នឹងនេះ rule តាក់ទងជាមួយនឹងច្បាប់បងប្អូនតាក់ទងជាមួយនឹងច្បាប់យើងមើល spelling rule for third person singular third person singular គឺគេសំដៅទៅលើបរិះទី3ឯកវចនៈបរិះទី3គឺវាមានឯកមានពហុតែអាពហុយើងអត់និយាយយើងនិយាយតែឯកវចនៈហើយឯកវចនៈហ្នឹងគឺវាមាន he មាន she មាន it មានតែប៉ុណ្ណឹងតោះឥឡូវយើងទៅមើលច្បាប់ទាំងអស់គ្នាច្បាប់ទី1ខ្ញុំដាក់ថាក្បួនរបស់គេអញ្ចឹងខ្ញុំសេតាមគេដែរ add as form of verb បន្ថែម as សម្រាប់កិរិយាសព្ទភាគច្រើនមិនមែនទាំងអស់ទេភាគច្រើនគឺយើងថែម as ឲ្យតែយើងយក work យក buy យក write យក return យកអីក៏ដោយកិរិយាសព្ទភាគច្រើនឲ្យតែយើងយកមកប្រើមួយ he she it នេះយើងត្រូវថែម as ចុងចឹងឃើញអត់បាទច្បាប់ទី1គឺចឹងច្បាប់ទី2នៅពេលដែលយើងពេលខ្លះយើងអត់ថែម s ទេយើងថែម es យើងថែម es សម្រាប់ពាក្យដែលវាបញ្ចប់ដោយអី ch sh s o h ហើយនឹង z អញ្ចឹងយើងថែម es ទៅលើ
ពាក្យទាំងឡាយណាដែលវាប្រើមួយបរោះទី3ឯកបច្ចនៈហើយពាក្យទាំងឡាយនោះវាបញ្ចប់ដោយ ch sh o h z ហ្នឹងឧទាហរណ៍ថាពាក្យ watch ទៅប្រើមួយ he she it ឥឡូវមិននិយាយអាហ្នឹងទេយើងនិយាយថា watch rush pass go relax ហើយនឹង bus នេះជាឧទាហរណ៍មានន័យថា watch នេះមើល rush នេះបញ្ញា pass នេះឆ្លងកាត់ go នេះទៅ relax សម្រាប់ bus នេះអីគេ bus នេះអាសូងងងអាយើងហៅអីលឺសូងងហ្នឹងសំឡេងអីក៏ដល់អត់លឺចឹងអាហ្នឹងគេប្រើពាក្យ bus ហើយចឹងរាល់ពាក្យទាំងឡាយណាដែលបញ្ចប់ដោយកតុយអក្សរចឹងមាន6កតុយអក្សរហ្នឹងគឺយើងត្រូវយកទៅថែម es នៅពេលដែលយើងប្រើមួយ he she it អត់ថែម s បានទេអត់ថែម s ដូចច្បាប់ទី1ទេណាយើងថែម es spelling rule សម្រាប់បរោះទី3មួយទៀតគឺយើងនិយាយពី y ម្ដងខ្ញុំបកឲ្យហ្មងបដូរ y ទៅជា I ហើយថែម es ពេលដែលទម្រង់ដើម base form នឹងទម្រង់ដើមបញ្ចប់ដោយព្យញ្ជនៈ1បូក y ព្យញ្ជនៈហ្នឹងតែមួយទេណាហើយបូកមួយ y តោះឥឡូវយើងទៅមើលទាំងអស់គ្នាមានន័យថាម៉េចអានេះយើងអត់អាចថែម s ឬក៏ថែម es direct យកហ្មងបានទេដោយសារវាមានអក្សរ y អញ្ចឹងយើងត្រូវដូរ y ហ្នឹងទៅជា I បានយើងថែម es ដូរ y ទៅជា I បានយើងថែម es មិនមែនតែ4ពាក្យហ្នឹងទេនៅមានច្រើនពាក្យទៀតឲ្យតែឃើញក្នុងលក្ខណៈដែលគេបញ្យល់នេះខាងលើនេះអញ្ចឹងគឺយើងត្រូវធ្វើរបៀបហ្នឹងទៀត study សិក្សា Harry បញ្ញាប់ dry នេះស្ងួតធ្វើឲ្យស្ងួត fly នេះហោះហើរខ្ញុំនិយាយរៀងលឿនតិចដោយសារតែខ្ញុំអាងតែយើងថតវីដេអូអញ្ចឹងនៅពេលដែលយើងអត់យល់ចំណុចណាមួយទៅយើងអាចចាក់វាស្ដាប់សារឡើងវិញវិលត្រឡប់វិលចំវិលជុំទៅអាចច្រើនដងទៅយើងចាំហើយតោះឥឡូវយើងទៅដល់មួយទៀតមួយនេះ Don't change គេអត់ឲ្យយើងដូរទេតិចឃើញ y ដូរឃើញ y ដូរឃើញ y ដូរអត់ទេកុំដូរ y ទៅជា I ឲ្យសោះណានៅពេលដែលទម្រង់ដើមវាបញ្ចប់ដោយស្រៈហើយបូក y អាមុនព្យញ្ជនៈហើយបូក y ដូច study អញ្ចឹងមានអក្សរ d ហើយបានបូក y ចុះអានេះ play អក្សរ a ហើយបូក y ហ្នឹងអញ្ចឹង a នេះជាស្រៈបូកមួយ y o នេះជាស្រៈ y a ជាស្រៈបូក y a ជាស្រៈបូក y a ជាស្រៈបូក y អញ្ចឹងយើងអត់ដូរ y ហ្នឹងទេឲ្យឃើញលក្ខណៈអញ្ចឹងគឺយើងថែម s យកហ្មងស្រួល play នេះយើងបកថាលេង enjoy រីករាយ stay ស្នាក់នៅ pay ចំណាយ bay អីគេ bay លូឆ្កែលូអីចឹងណាច្បាប់ទី4ចូលទៅដល់ច្បាប់អីគេទៀតច្បាប់ទី5ច្បាប់ទី5នេះគឺដាក់ថា auxiliary verb house airy auxiliary form កិរិយាសព្ទ2 3មានទម្រង់មិនទៀងទាត់ចឹងដូច b ចឹងយើងមាន3 am is are am is are ចឹងនៅពេលដែលយើងយកទៅប្រើមួយ he she it យើងត្រូវធ្វើម៉េចយកតែ is មួយបានហើយនេះយកតែ is មួយបានហើយអត់ do ចឹងវាមាន do មាន does ចឹងយកប្រើមួយ he she it យកតែ does បានហើយនេះ go ចឹងមាន go មាន goes ចឹងនៅពេលដែលប្រើមួយ he she it យើងយកតែ goes ទៅបានហើយនេះ have មាន have មាន has មាន have មាន has ចឹងនៅពេលដែលប្រើមួយ he she it យើងយកតែ has ទៅបានហើយនេះគឺជាច្បាប់នៃការយើងប្រើជាមួយនឹងទម្រង់ present simple ដែលយើងគួរតែសិក្សាពីវាឲ្យច្បាស់ដើម្បីកុំឲ្យប្រើទៅខុសហើយក៏សូមអរគុណសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ផងដែរបាទនេះជាទម្រង់ present simple ដែលយើងបកថាបច្ចុប្បន្នកាលធម្មតាជាកាលមួយនៅក្នុងចំណោមកាលទាំង12បាទដែលយើងប្រើសម្រាប់សកម្មភាពធម្មតាហើយប្រើនៅពេលបច្ចុប្បន្នផងដែរបាទសូមអរគុណសម្រាប់ការតាមដានទស្សនាហើយសូមអរគុណម្ដងទៀតបាទអរគុណច្រើនហើយមានចំណុចណាអត់ទាន់ឬក៏អត់យល់យើងចាក់មើលសារឡើងវិញទៅយើងនឹងយល់ហើយអាការរៀនការនេះវាមិនងាយស្រួលប្រហែលដែរតែក៏ឲ្យថាពិបាកក៏វាមិនជាពិបាកហ្មងណាពួកអីវាមានយើងមានឯកសារយើងមានអីមើលគ្រប់គ្រាន់មានអីទៅហើយយើងសិក្សាបន្តទៀតទៅតាមដំណើរទៅយើងយល់ហើយបាទมันជាពិបាកអីណាស់ណាទេតែបើដំបូងរៀងបាក់បន្តិចតែមិនបាក់ខ្លាំងទេបាទសូមអរគុណជម្រាបលាបាយបាយ